បំបីខែឡើងអាចចាប់ផ្ដើមបន្ថែមជីសនៅក្នុងរបបអាហារកូនបានហើយណាហើយសម្រាប់បបរថ្ងៃនេះគឺយើងរៀងកាត់ជាបង្អែមថ្ងៃដោយសារយើងកុំគ្រប់គ្រឿងរាល់ថ្ងៃរាល់ពេលពេកយើងឆ្លាស់ឲ្យកូនយើងខ្លះមកហើយសម្រាប់ម្ដងនេះគឺខ្ញុំអត់មានកិនទេមានន័យថាគ្រឿងផ្សំណាដែលយើងអាចកិនទាំងឆៅបានគឺយើងកិនទាំងឆៅសម្រាប់បបរតែម្ដងដូចអានេះគឺជាស្រូវសាលីដែលខ្ញុំបានកិនហើយយើងយកមកដាក់ចូលក្នុងបបរទៅហើយលាយទឹកនេះគឺដើម្បីឲ្យវាងាយរលាយលបាយចូលក្នុងទឹកបបររបស់យើងអញ្ចឹងណាបងប្អូនហើយល្ពៅក៏អញ្ចឹងដែរព្រោះល្ពៅវាងាយអាលួយដែរទេអញ្ចឹងយើងអាចឈូសឬក៏កាត់កង់អីចឹងទៅពេលដែលវាឆ្អិនយើងឈុំទៅកូនយើងអាយុ8ខែគឺគាត់អាចញ៉ាំលបាយប៉ុណ្ណឹងបានហើយក្នុងបបរនេះខ្ញុំប្រើពងមាន់2គ្រាប់ជាមួយនឹង cheese 8ខែឡើងកូនយើងអាចញ៉ាំ cheese បានហើយអាប្រភេទ cheese សាប cheese គេហៅ plain ណាមានថារសជាតិដើមហ្នឹងហើយតតប្រើសម្រាប់វាយពងនេះទៅវាយវាម៉ត់ល្អនិយាយរួមទៅធ្វើបបរខាប់អញ្ចឹងគឺទៀមទីឲ្យយើងត្រូវតែវាយជាប់ដោយសារតែយើងខ្លាចខ្លោចបាតហ្នឹងហើយដោយសារយើងត្រូវប្រើភ្លើងរហូត3ទៅ4នាទីសម្រាប់5នាទីសម្រាប់ប្រកាសថាពងមាន់ឬក៏គ្រឿងទេសរបស់យើងនឹងវាឆ្អិនសព្វល្អអញ្ចឹងណាហើយសម្រាប់បងប្អូនដែលមានទឹកដោះគោស្រស់ប្រភេទគេហៅ pasteurized milk ហ្នឹងហើយអាចដាក់បានដោយសារខ្ញុំអត់មានទឹកដោះគោស្រស់អញ្ចឹងគឺខ្ញុំអត់បានដាក់ទឹកដោះគោស្រស់ទេហើយខ្ញុំបដូរមកជាដាក់ឈីសវិញនិយាយទៅដាក់ទាំងពីរក៏បានដាក់មួយអត់មួយក៏បានអត់អីទេបើបងប្អូនមាន millet ឬក៏ quinoa ដាក់លាយចូលគ្នាកាន់តែឆ្ងាញ់ប៉ុន្តែខ្ញុំធ្លាប់បបរអង្គកាមលីស millet quinoa គឺឈ្ងុយឆ្ងាញ់មែនតើហើយម្ដងនេះគឺខ្ញុំប្រើស្រូវសាលីកិនដូចដែលបានឃើញនឹងអញ្ចឹងណាអរគុណបាយបាយ